ในcái class ដែល អត់ចេះ design ហើយចង់បាននៅ poster ដែលមានលក្ខណៈស្អាតបែបនេះឬក៏ឃើញនៅ poster របស់គេដែលមានលក្ខណៈស្អាតហើយយើងចង់យកវាមកកែច្នៃដើម្បីខ្លាចទៅជា poster របស់យើងឬក៏ត្រូវជាមួយនឹងផលិតផលរបស់យើងអញ្ចឹងឥឡូវខ្ញុំនឹងណែនាំអ្នកទាំងគ្នាឲ្យស្គាល់នៅការវិធីមួយដែលយើងអាចធ្វើការផ្លាស់ប្ដូរ poster របស់គេឲ្យខ្លាចទៅជា poster របស់យើងបានដោយយើងអាចធ្វើការផ្លាស់ប្ដូរ text ឬក៏ image មួយចំនួនបានអញ្ចឹងមុននឹងខ្ញុំប្រាប់អ្នកទាំងគ្នាសូមអ្នកទាំងគ្នាជួយចុច like ក៏ដូចជា follow ម្នាក់មួយដើម្បីតាមដានវីដេអូរបស់ខ្ញុំទាក់ទងជាមួយនឹងការចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យាអញ្ចឹងកម្មវិធីមួយហ្នឹងមានឈ្មោះថា Canva នេះយើងអាចចូលទៅកាន់ Google ទៅ search ពាក្យថា canva.com ទៅគឺអាចចូលទៅប្រើប្រាស់បានហើយអញ្ចឹងថាតើប្រើបែបម៉េចខ្ញុំនឹងបង្ហាញអ្នកទាំងគ្នានៅក្នុងវីដេអូនេះអញ្ចឹងដើម្បីប្រើបានគឺយើងចូលមកកាន់ website canva.com មកអូខេអញ្ចឹងយើងរកពាក្យថា Magic Layer Create One យើងចុចពាក្យ Magic Layer Create One មកបន្ទាប់មកយើងទៅ upload poster ដែលយើងចង់ធ្វើការកែដើម្បីខ្លាយទៅជារបស់យើងអញ្ចឹងយើង upload មកអញ្ចឹងយើងចាំបន្តិចទៅអូខេអញ្ចឹងពេលដែលយើង upload រួចរាល់វានឹង load នៅក្នុងនេះអញ្ចឹងនេះខ្ញុំ upload ពីមុនតែខ្ញុំចង់ upload បង្ហាញអ្នកទាំងគ្នាអញ្ចឹងយើងអាចចូលមកកាន់អ្វីដែលយើងបាន upload មកហើយអញ្ចឹងយើងនឹងចាំធ្វើការចាំនៅវា scan រយៈពេលអាចថាមិនយូរប្រហែលទេអូខេអញ្ចឹងនៅពេលដែលវា scan success យើងអាចធ្វើការផ្លាស់ប្ដូរដូចជា text ឬក៏ image មួយចំនួនបាននៅក្នុងហ្នឹងអញ្ចឹងនេះតើតើជាមួយនឹង text ឬក៏ image យើងអាចទាញទៅ drag drop ទៅណាក៏បានដែរអញ្ចឹង